Ngày ní xạ thơ tức hưởng bài khmai oi mai khmai chân hộp một đòn bà cơ nhôm á ấy có hộp đài tức hưởng nước đừng ta có cho chân lệnh môi đi sang can nước khmai nhưng mà xa thơ ấy có hộp bà mai khmai nhôm với nhá ngày nâng tập là lơ thì môi tên chân trong đăng ta có chơi hộp ọt tên bị xa tức rương hay nâng trai đọt trai ấy nâng phía trở nên thơ trai đọt tràn chiêng bởi tức rương nâng ở đây thơ tề phía trở thơ ta trai đọt bờ tôm ấy nâng bởi đi xa mai khmai có xa cho chất hộp chân á hai ni mình bật lại tràn mình tè nên đi cái hai sẽ đau bẹp chân nó bằng bao nữa sao là bình tè hay mình tự cuốn miền bờ lại ngao miền bờ lại chai anh trắng á nó bong bồn dân miền ấy dân đặt nâng từ việc miền chụp ca gặp lao được ca snao thế đi sang nơi chân dân tham hở miền bờ lại ấy dân đặt nâng hay thấy tao bị dân ngao hai hai nó dùng một bài sách bọc vi sần trắng á tức thường đi bài nhạc cái chai thế bong bồn này gì tha miền chỉ ngao tức ngao thấy nó cứ nhom vô tức vi vô thua tức rương mòn đầm bay ai bên miền chiết pi nâng trắng á hai nhom linh tâm mật đây nâng chỉ một kia nhom đạm vào mình chấp cùng ai vi khlao trắng là bên linh linh tới đây hiện trên po sò bong bồn bây giờ vô một bọc châu khnia tiệt đầm bay vô và tham chiếtในក្នុងទឹកគ្រឿងនឹងអញ្ចឹងណាធ្វើឡើងកន្លះឆ្នាំងតែប៉ុន្តែក៏គឺចេញពីធ្វើការដឹងតែសុបាយចិត្តហ្មងនិយាយថាចង់ហូបយូរអីតែពេលខ្ញុំធ្វើត្រីដុតអំពិលទុំអីអញ្ចឹងគាត់ថាមិនអត់ធ្វើអាត្រីមួយមុខនោះមានដូចជាទឹកនោះហេតុអីកូនខ្ញុំធ្វើអានឹងហូបម្ដងអញ្ចឹងខ្ញុំខ្លាចអ្នកតែអត់ចេះហូបអញ្ចឹងទៅខ្លាចធ្វើទៅហូបតែ2នាក់ប្តីប្រពន្ធអញ្ចឹងហើយម៉ែក្មេងអត់ចេះហូបអីអញ្ចឹងពួកអីរាល់ដងនឹងធ្វើត្រីដុតទឹកស្រីអំពិលទុំមានស្វាយមានអីហ្នឹងម៉ែក្មេងឲ្យបងថ្លៃអីចូលចិត្តហូបដល់ពេលថ្ងៃហ្នឹងនៅតែពី3នាក់អញ្ចឹងក៏ចង់សាកធ្វើទឹកគ្រឿងម្ដងទៅនិយាយទៅតំណងមែនតែនបងប្អូនខ្ញុំក៏ខានហូបយូរដែរខានធ្វើយូរហើយចង់ជាង1ឆ្នាំហើយបងប្អូនអត់ដែរធ្វើទេបើត្រីដុតទឹកត្រីអំពិលទុំជ្រក់ស្វាយនឹងធ្វើសឹងរាល់អាទិត្យដល់ពេលអញ្ចឹងរៀងទ្រាំដែរហើយក៏ខ្ញុំឥឡូវឡើងចង់ហូបដែរហើយរៀងទ្រាំពេលអញ្ចឹងចង់ហូបបែបទឹកគ្រឿងអីវិញអញ្ចឹងណាយើងឆ្នៃហើយខ្ញុំឆាបន្លែឆាអីឲ្យគាត់មកមុខពីមុខថែមទៀតដោយសារចិត្ត10ម៉ោងក៏គេចេញពីធ្វើការខ្ញុំស្គាល់រហូតឲ្យតែពេលធ្វើម្ហូបខ្មែរដឹងខ្ញុំលីម្ហូបចិនមកមុខពីមុខអីខ្លាចពួកគាត់អត់ចេះហូបម្ហូបខ្មែរទៅគាត់អាចហូបម្ហូបចិនអីទៀតអញ្ចឹងណាយើងអាចធ្វើតែមួយមុខអីកើតទេនិយាយទៅគ្រួសារខ្ញុំទ្រលាប់អញ្ចឹងហ្មងម្ហូបមានពី3មុខឡើងបើម៉ែក្មេងខ្ញុំវិញលើកទី1ហើយដែលហូបទឹកគ្រឿងនេះគាត់ថាឆ្ងាញ់ហើយគាត់សួរខ្ញុំអាសាច់នៅខាងក្នុងសាច់គេខ្លះគាត់ថាខ្ញុំដាក់តែសាច់ត្រីទេគាត់ថាតំណងហើយគាត់ទេប្រាប់បងថ្លៃខ្ញុំទៀតថាចង់ហូបឲ្យអត់ដោយសារបងថ្លៃថ្ងៃនេះធ្វើមុខម្ហូបបែបថ្មីអញ្ចឹងណារហដងធ្វើតែទឹកត្រីអំពិលទុំជ្រក់ស្វាយត្រីដុតអីអញ្ចឹងណាហើយគាត់ហូបខ្ចប់ពេញមាត់ហើយខ្ចប់បន្លែឡើងធំបើក៏ខ្ញុំវិញបាច់ប្រាប់ទេដឹងហូបខ្លួនឯងចូលចិត្តមែនតែនឲ្យតែថាបានទឹកគ្រឿងបានអីអញ្ចឹងចូលចិត្តណាស់ហើយដឹងខ្ចប់ដឹងអីស្រេចហ្មងដោយសារគេនៅខ្មែរគេធ្លាប់ហូបនៅខ្មែរតែថ្ងៃណាខ្ញុំអត់ចង់ធ្វើម្ហូបចិនហ្នឹងខ្ញុំធ្វើជាទឹកគ្រឿងឬក៏ត្រីដុតអំពិលទុំជ្រក់ស្វាយដោយសារប្តីខ្ញុំគាត់ចូលចិត្តអញ្ចឹងណានិយាយទៅអត់ចេះរើសទេអីក៏បានដែរខាងនេះហ៎ម៉ែក្មេងចិនកំពុងរៀបចំដាំកុលខៃឲ្យកូនភាសាបងប្អូននិយាយពីថាអង្ការមុនណាខ្ញុំយកកុលខៃនេះមកដាំម៉ែក្មេងខ្ញុំថាអញ្ចឹងមកយកស្មៅមកដាំអញ្ចឹងហើយដាំអានឹងមានប្រយោជន៍អីអញ្ចឹងណាខ្ញុំថាអត់ទេអានឹងមិនមែនស្មៅទេអានឹងគ្រឿងផ្សំពិសេសរបស់ជនជាតិខ្មែរទៅកុលខៃនឹងទៅដល់ណាក៏ត្រូវតែមានដែរគ្រឿងផ្សំពិសេសហ្មងហើយដល់ពេលឥឡូវនេះគាត់ដឹងហ៎ខែក្តៅខែអីអញ្ចឹងដឹងប្រពន្ធខ្ញុំដាំកុលខៃហើយខ្ញុំត្រាំទឹកនឹងដូចជាខ្ទង់មួយទឹកដែរនឹងមិនដោះឬដោះពួកអីអាដាំកុលខៃចាស់របស់ខ្ញុំនឹងងាប់បាត់ហើយបងប្អូនអញ្ចឹងគឺអានេះដើមថ្មីអញ្ចឹងណាហើយម៉ែក្មេងឥឡូវឈប់ហៅស្មៅដោយសារគាត់ដឹងគ្រឿងផ្សំពិសេសពេលខ្ញុំធ្វើត្រីដុតត្រីអីអញ្ចឹងខ្ញុំយកដាក់ពោះត្រីទៅបំពងអីទៅឈ្ងុយគាត់ដឹងថាគ្រឿងផ្សំពិសេសឡើងហៅស្មៅហើយ